សុស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះនិយាយពីថ្មីដៃនេះសេរីឈុតគ្រឿងបំពងសលេងថ្ងៃនេះមួយនិយាយឲ្យបងប្អូនបានយល់ពីបញ្ហានេះណាបងប្អូនខ្លះអត់ទាន់បានយល់ទេយើងសិក្សាហូហែមកតាំងពីរូបមន្តតាំងពីស្អី crossover អីណានៃហូហែណាយើងសិក្សាមកអស់ហើយនេះពួកPM ព្រីអីគឺ graphic អីសិតតែមានទំនាក់ទំនងវាទាំងអស់ណាចិត្តមានទំនាក់ទំនងចូលនឹងឈុតតន្ត្រីទាំងអស់ណារូបមន្តធុងរូបអីក៏ចូលគ្នាទាំងអស់អានេះសាច់ចូលគ្នាទាំងអស់ពួកនេះចាត់ចូលគ្នាទាំងអស់ម្ល៉េះហើយយើងមកសិក្សានេះសិក្សារួមបន្តិចណារួមអ្នកចង់ចេះរឿងគ្រប់គ្រងឈុតតន្ត្រីយើងត្រូវដឹងអីខ្លះថ្ងៃនេះខ្ញុំមកណែនាំបងប្អូនឲ្យបានយល់ថាយើងអ្នកគ្រប់គ្រងឈុតតន្ត្រីដែលមានថ្មីដៃខ្ពស់ចង់មានថ្មីដៃខ្ពស់យើងចង់ធ្វើឲ្យអ្នកមានអាជីពនឹងថ្មីដៃខ្ពស់សម្រាប់គ្រប់គ្រងឈុតតន្ត្រីយើងមាននេះខ្លះមិនមែនថាសម្រាប់ឲ្យបើកតលឺមកមុខគាត់ហើយទៅជាអ្នកមានជំនាញខាងគ្រប់គ្រងឈុតសាខោស្អីaudio system នោះទេណាឥឡូវនេះមកចូលសាច់រឿងទាំងអស់គ្នាអានេះគឺឈុតរបស់វាអញ្ចឹងណាឈុតរបស់វាណាឈុតរបស់វាគឺយើងមិនអាចថាសេរីដាក់លេខខ្ញុំបានជួបហើយណាជួបបងម្នាក់គិតឃើញខ្ញុំសេរីទៅលឺសូព្រោះល្អគិតថាចាំលេខទុកអត់មែនទេណាបងប្អូនអត់មានថាចាំលេខទុកព្រោះអីឈុតនេះមួយឈុតរបស់យើងផ្សេងឈុតរបស់គេផ្សេងគឺអត់កំណត់ខ្ញុំប្រាប់គាត់ថាអត់មានកំណត់លេខប៉ុណ្ណេះទេអត់មានទេណាម្ល៉េះហើយយើងមកសិក្សានេះគឺសិក្សាពីបញ្ហានេះទាំងអស់គ្នាឲ្យបានយល់ណានេះគឺជា technique មួយសម្រាប់ឲ្យយើងយល់ណាដូចថា mixer ចេះណាយើងសេរីមួយសេរីនេះមួយទៀតនឹងក្រោះនេះមួយទៀតសំខាន់គឺនេះបងប្អូននេះequi graphic នឹងក្រោះនេះសំខាន់ជាងគេបើយើងអត់ចេះសេរីពីរនេះហើយសំលេងចេញអត់ច្បាស់អត់លឺទាំងអស់លឺអត់បរោះលឺអត់នេះទេណាដូចបងបានធ្វើคลิปពីមុនមកហើយនេះគឺtechnique របស់យើងតិចយើងត្រូវមកផ្សំគ្នាទាំងអស់ដល់ចូលមកអានេះណា equi graphic នេះគឺជាអ្នកតុបតែងកាលណាភ្លេងចូលមកវាអត់ទៀងទាត់តែភ្លេងជួនកាលលឺបាសខ្លាំងជួនកាលលឺបាសតិចបាសទាបបាសខ្ពស់អីណាដល់ PM នេះក៏ភាគច្រើនគឺគេប្រើហើយណា PM គេប្រើហើយបងប្អូនឆ្លាប់ប្រើហើយដល់ពេលនេះខ្ញុំមកអោយបងប្អូនបានយល់ណាគឺវាមានទំនាក់ទំនងគ្នាទាំង3ទាំង4បណ្ដោយណាទំនាក់ទំនងវាគឺអត់មានថាយើងសេរីអានេះមួយក៏អត់អានោះមួយអត់ទេដល់បងប្អូនគឺយើងសេរីគ្រប់យ៉ាងទាំងអស់ណាសេរីគ្រប់យ៉ាងដូចថាមុនដំបូងណាអានេះមុនដំបូងដែលយើងត្រូវយល់គឺយល់មិនរូបមន្តធុងបាសយើងប្រើរូបមន្តបែបយ៉ាងម៉េចណាប្រើពួកនេះគេហៅ order for ណាបើយើងនិយាយធម្មតាគឺ BV នេះប្រើ order 6ធុងលាតនេះធុងលាតបងប្អូនតើយើងប្រើរូបមន្តធុងមួយណាមុននឹងយើងមកសេរីអានេះយើងត្រូវដឹងអានេះសិនព្រោះអីអានេះជាដើមហេតុបងតែយើងវាយធុងនេះអត់ត្រូវយើងសេរីមិនក៏វាអត់ព្រោះណាគឺជាវាដើមហេតុអានេះគឺចុងហេតុទេនេះចុងហេតុយើងមកសេរីថែមថយតែពួកនេះគឺចុងណានេះដើមម្ល៉េះហើយបានគេបញ្ជាក់ឲ្យបញ្ជាក់ទៀតរូបមន្តធុងបាសគឺសំខាន់បំផុតព្រោះអីយើងវាយធុងបាសមួយយើងដឹងព្រៃកង់ព្រោះអីព្រៃកង់វានៅក្នុងនេះស្រេចណាបើយើងប្រើ analog អញ្ចេះយើងត្រូវមាន delay អីក្នុងធុងយើងមើលទាំងអស់ក្នុងធុងនេះគឺមាន delay មានស្អីប្រាប់យើងទាំងអស់ម្ល៉េះហើយយើងត្រូវមកសិក្សាធុងនេះទៅប្រើធុងមួយណាឥឡូវខ្ញុំឧទាហរណ៍តែយើងប្រើធុង BV ណាធុង BV នេះធុងបាសណានិយាយបាសធុង BV នេះកាលណាយើងប្រើធុង BV នេះយើងមកសេរីយើងដឹងថាធុង BV នេះវាទទួលបាន60ទៅដល់90 Hz 100 Hz ណាយើងមកសេរី equi graphic នេះណាសេរីខ្ទង់ចាប់ពី50ក៏បាន60យើងនិយាយតែពី50ដាក់ចំកណ្ដាល50រហូតមកដល់100 110 120ព្រោះអីអានេះបាសរឹងយើងអាចកំណត់ត្រេះដល់យើងអាចកាត់អានេះកាត់អានេះបងប្អូននេះយើងអាចកាត់អានេះគេហៅ X over នេះអស
យើងកាត់ឲ្យនេះដល់100សេក៏បានចេះនេះដល់100សេចេះបាទហើយយើងអាចសេរីចាប់ពីយើងដឹងថារូបមន្តធុងរបស់យើងវាទទួលបានដូចខ្ញុំបានប្រាប់ពីបងប្អូនមុនថាវាទទួលបានពី60ដល់80ឬក៏90គឺយើងសេរីមកចំណុំនេះឲ្យលើកតែមួយបានហើយមិនបាច់លើកច្រើនលើក63លើកវាមាន63មាន80ទៅនេះ90 100ហើយយើងអាចលើកនេះគឺចំពោះរូបមន្ត BV ដល់ពេលយើងមកកាត់អានេះកាត់ឲ្យខ្ពស់ដូចគ្នានេះកាត់អានេះណាមិនមែនថាធុង BV ហើយយើងកាត់90កាត់អីទៀបទៅអត់បានទេព្រោះអីបាសវារឹងដល់បាសវារឹងកាលណាយើងកាត់90យើងមកសេរី100ជាងគឺអត់មានន័យទេគឺអត់មានន័យម្ល៉េះហើយយើងកាត់អានេះតម្រូវប្រយនេះគឺលក្ខណៈរបស់វាណាគឺវាទំនាក់ទំនងគ្នាចេះទំនាក់ទំនងណានេះមួយនេះមួយម្ល៉េះយើងកាត់ឲ្យវារឹងប្រយឲ្យចូលបាសរឹងប្រយ100សេឬក៏130អីទៅកាត់ទៅនេះណាគេដាក់លេខឲ្យទៅនេះរួចអានេះដូចគ្នាយើងសេរីដូចខ្ញុំថាសេរីតាមរូបមន្តធុងនេះអត់មានសេរីខុសពីរូបមន្តធុងទេដល់ order 6ណាដល់ចូល order 6 order 6យើងគណនាយើងគណនាធុងបាសយើងដឹងថាវាទទួលបានចាប់ពីប្រមាណខ្ទង់ order 6វាជួនកាលវាទទួលបានដល់40ដែររហូតវាទទួលបានព្រៃកង់ពី40ដល់100ចេះទៅក៏យើងកាត់បាក់ផែឡើងនេះដែរបាសពួកនេះបាសវារៀងទន់ជាងនេះបន្តិចអានេះបាសរឹងជាងម្ល៉េះហើយយើងអានេះកាត់140ប្រហែលអានេះកាត់120អីទៅឬក៏100ក៏បានដែរណាខ្ញុំแนะនាំតែ100 110 120នេះឲ្យកាត់អានេះណានេះកាត់អានេះបងកាត់ដល់ពេលនេះយើងសេរីអានេះទៅយើងអាចចុះបាសឲ្យធ្ងន់បានអានេះណាចាក់ចុះបានព្រោះមុនពងចោលខាងមុខមួយខាងក្រោយមួយវាចុះបានទៅយើងអាចសេរីដល់50 40បានបើអុបលើយើងទទួលបានដល់35ហើយនេះយើងអាចសេរីទង40បានវាចេញដល់សេរីទៅបាសវាចេញបាសវាចេញទាំងធ្ងន់ទាំងរឹងបានអានេះគឺចំណុចល្អរបស់អា order 6រួចដល់មួយទៀតធុងលាតណាភាសាខ្មែរយើងថាធុងលាតគេហៅថា J-bin អាធុងលាតនេះភាគច្រើននៅខ្មែរយើងប្រើច្រើនណាស់ម្ល៉េះហើយវិធីកាត់បើបងប្អូនអ្នកប្រើអានេះបងប្អូនมันមានវិធីកាត់ទេគឺមូលយកគ្នាបណ្ដោយណាគឺមូលយកគ្នាបណ្ដោយតែបងប្អូនប្រើអានេះណងអានេះណាប្រើអានេះណានេះបងប្អូនអាចមានវិធីកាត់របស់វាឲ្យត្រូវនឹងអូបលឺនេះព្រោះអាធុងលាតនេះណាព្រៃកង់វាតលាយឆ្ងាយណាបងប្អូនវាអាចចុះដល់40អីដូចគ្នា30ក៏បានតាមអូបលឺបានវាអាចចុះធ្ងន់បានដែរបងប្អូនតែចុះធ្ងន់បានវាមានសលេងកដាលអាចជ្រៀតចូលបានធ្វើសលេងកដាលក៏បានដែរនេះម្ល៉េះហើយខ្ញុំแนะនាំឲ្យបងប្អូនកាត់អាធុងលាតនេះណាព្រោះឲ្យបាសវាអត់សូវរឹងណាគេហៅបាសវាមិនរឹងទេបាសនេះគឺលឺធូទេណាដល់លឺធូយើងមកកាត់អានេះខ្ញុំแนะនាំឲ្យកាត់90ណាកាត់90ដល់កាត់90យើងមកមើលអាម្ដុំទៅនេះយើងអាចសេរីខ្ទង់ចាប់ពី90មករហូតដល់ណា40បើអូបលឺទទួលបាន40ទទួលបាន30ក៏យើងសេរីបាទចាប់ពី30មករហូតដល់90មកចន្លោះនេះយើងអាចសេរីបានលើកតែមួយឬក៏ពីររួចវាប្រែប្រួលហើយនេះហើយមួយទៀតខ្ញុំแนะនាំបងប្អូនឲ្យបងប្អូនបានជ្រាបយល់ឡើងនេះអេគុយ graphic នេះណាអេគុយនេះខ្មែរយើងថាមិនមែនលើកទេណាអានេះខ្ញុំថតដល់ខ្ញុំលើកមកមិនមែនលើកឡើងឲ្យខ្ពស់ទេណាគឺគេភាគច្រើនគេទម្លាក់ជួយវាដើម្បីជួយឲ្យវាលឺប្រុសមិនមែនតែយើងចង់បានបាសលើកយ៉ាងណាអត់មែនទេណាអត់មែនចង់បានបាសឲ្យលើកយកបាសយ៉ាងអត់មែនទេបងប្អូនលើកយើងអាចលើកបានតិចបានក្រាបនោះយើងទម្លាក់ខ្នេះណាទម្លាក់ខ្នេះលាក់ខ្នេះលាក់ទម្លាក់តិចណាក៏ទម្លាក់ច្រើនបាត់បងសំលេងអស់ក៏នេះទម្លាក់ពុបសំលេងបាសវាឡើងអូតូម៉ាទិករបស់វាបងណាវាឡើងអូតូម៉ាទិកឡើងដោយស្វ័យប្រវត្តិម្ល៉េះយើងមកប៊ូតអានេះថែមតែមួយបន្តិចទៀតបន្តិចបានបាសពេញទៅមឹងបងតែបើយើងលើកអានេះហើយអានេះអត់ទម្លាក់តាមអានេះអត់ជួយតាមនេះអាពួកនេះអត់ទម្លាក់ជួយតាមក៏វាអត់សូវចាញ់បាសព្រោះអានេះវាទាញនេះអាសលេងពួកអាសលេងនេះវាទាញបាសម្ល៉េះហើយយើងចង់បានបាសយើងទម្លាក់ពួកវាចុះបន្តិចមកណារួចយើងលើកចង្កឹះវាបាសនេះហើយអាក្រោមនេះទម្លាក់ទៀតចូលមកបាសវាឡើងស្វ័យប្រវត្តិបងហើយវាជួយការពារអូបលឺយើងបានមួយផ្នែកទៀតណាមួយផ្នែកទៀតម្លោះហើយអ្នកគ្រប់គ្រងឈុតតន្ត្រីមួយណាទី1ត្រូវដឹងពីរូបមន្តធុងបាសរបស់យើង
យើងទិញយើងយកទៅប្រើបែបយ៉ាងម៉េចរូបមន្តធុងមួយណាគឺយើងទៅសេរីតាមរូបមន្តធុងរបស់យើងទិញ order 6ក៏យើងសេរីដូចខ្ញុំថាសេរីតាម order 6យើងទិញអាធុងលៀតនេះទៅប្រើយើងប្រសេរីតាមធុងលៀតណាគឺធុងលៀតដល់ពេលវិធីសេរីដូចខ្ញុំបានប្រាប់បងប្អូនណាគឺសេរីអានេះកាត់ប្រមាណអានេះកាត់ប្រមាណប្រើអាធុងនេះកាត់ប្រមាណបងប្អូនមើលคลิปមិញហ្នឹងក៏បងប្អូនយល់ហើយម្ល៉េះហើយคลิปនេះខ្ញុំមកណែនាំឲ្យឈុតតន្ត្រីនេះអ្នកដែលមានថ្វីដៃពិតប្រកបណាអ្នកដែលមានថ្វីដៃពិតប្រកបគេសិក្សាគេយល់ពីអានេះណាគេយល់ពីនេះអស់ហើយណាហើយគេយល់ពីអា EQ graphic cross over នេះគេយល់អស់នឹងគេយល់ពីរូបមន្តធុងនេះទៀតនិយាយទៅគឺគេយល់គ្រប់យ៉ាងណាគេយល់គ្រប់យ៉ាងទាំងអស់ក្នុងរូបមន្តធុងក្នុងវិធីប្រើរបស់គេគឺគេយល់គេអាចយល់បានទាំងអស់ម្ល៉េះហើយមិនមែនថាយើងជាអ្នកគ្រប់គ្រងតន្ត្រីយើងសេរីតែមួយសេរីតាមគេអីអត់មែនទេណាគឺអត់មែនទេបងប្អូនដោយថាយើងសេរីអាណាមួយយើងសេរីអានេះមួយណាសេរីអានេះភ្លេងបាសវាធ្ងន់យើងទម្លាក់នេះទម្លាក់បាសឲ្យបាសលឺល្អលឺធ្ងន់ហើយមើលរូបមន្តរបស់យើងប្រើរូបមន្តធុងអីឬសេរីទៅដូចគ្នាយើងស្ដាប់សំឡេងផងយើងអនុវត្តគឺយើងស្ដាប់ទៅរួចដល់ពេលវាខ្វះខាតមែនទែនដែលថាបាសបត់ខ្លះមានសោបាសទេអត់បាសអត់សោះចេញទេយើងអាចមកជួយក្នុងmixer បានមិនតិចទៀតនេះតាមបងរបស់វានឹងបងយើងអាចជួយបានតិចទៀតណាជួយកុំខ្លាំងពេកតែខ្លាំងពេកអុបលើសលេកដាលវាទុកអត់ឈ្នះនេះមានបញ្ហាដល់គ្នាម្ល៉េះហើយคลิปនេះគឺមួយណែនាំបងប្អូនយល់ពីការសេរីណាគេសេរីឈុតតន្ត្រីគេសេរីមិនឈុតតន្ត្រីគឺវាមានទំនាក់ទំនងគ្នាសំខាន់3 4នេះបងណានេះ1 2 3នឹងរូបមន្តណាគោលទី1គឺយើងត្រូវស្គាល់ពីរូបមន្តធុងរបស់យើងគឺយើងត្រូវស្គាល់ពីរូបមន្តធុងរបស់យើងចង់បានលឺសំឡេងព្រោះល្អចង់បានសំឡេងព្រោះល្អចង់បានសំឡេងល្អគឺយើងមកមើលរូបមន្តធុងរបស់យើងមុនរួចយើងបានយើងសេរីពួកនេះទៅយើងកាត់សេរីទៅណាតែបើប្រើអា preamp នេះចប់សពគ្រប់អត់មានវិធីអីកាត់តម្រូវឲ្យត្រូវក្នុងរូបមន្តនេះទេណាអត់មានវិធីអីថាមកធ្វើឲ្យត្រូវតាមរូបមន្តមួយនេះអត់ទៅរួចទេគឺអត់ទៅរួចទេម្ល៉េះហើយមានតែ2នេះទេដែលអាចតម្រូវក្នុងរូបមន្តធុងនេះ2នេះបើយើងប្រើ cross digital ផងអានោះបាច់និយាយទេអានោះគឺល្អគ្រប់យ៉ាងល្អយើងចេះប្រើតែខ្ញុំសប្ងៃខ្ញុំលក់អាពួកនេះចូលអស់ហើយខ្ញុំអត់មានរូបឲ្យបងប្អូនមើលទេអត់មានរូបឲ្យបងប្អូនមើលទេលក់អស់ហើយខ្ញុំប្រើ digital ម្ដងហើយខ្ញុំដូរប្រើ digital ហើយរួចនិយាយទៅទៀតអារូបមន្តធុងបាសនេះដូចគ្នានេះរូបធុងមន្តហ្នឹងណាបើយ៉ាងប្រើអានេះ ampli មិនសូវវ៉ាត់ខ្ពស់ប៉ុន្មានទេតែបើបងប្អូនប្រើពួកនេះបើវ៉ាត់ទៀបជាងអុបលឺហើយក៏ចប់ដូចគ្នាបងប្អូនសេរីមិនក៏អត់ចេញដែរបាទណាហើយคลิปនេះក៏មកណែនាំបងប្អូនយល់ពីការប្រើឈុតតន្ត្រីពីការគ្រប់គ្រងឈុតតន្ត្រីគេគ្រប់គ្រងមិនគឺគេគ្រប់គ្រងតាមមិនមែនថាតាមគ្នាឬក៏តាមលេខដូចពូម្នាក់កិននិយាយទេខ្ញុំបានអាបត់ពិសោធន៍មកយល់បងប្អូនម្ល៉េះហើយឈុតរបស់យើងយ៉ាងម៉េចគឺយើងមកសេរីតាមឈុតរបស់យើងគឺសេរីអានេះបន្តិចនិងអានេះបន្តិចគូលសំខាន់គឺអានេះនិងអានេះគឺបត់ភ្លេងចេញមកតាំងពី20 Hz ដល់20 kilo យើងអាចសេរីវាបានតម្រូវតាមបត់ភ្លេងឲ្យបត់ភ្លេងមួយណាចេញព្រោះចេញខ្លាំងចេញខ្សោយយើងមើលនេះយើងសេរីឲ្យត្រូវគ្នាបដ ឲ្យត្រូវគ្នាទាំង100% គឺវាមិនទៅទេមកឡើយយើងមើលបត់ភ្លេងយើងចង់បានបត់ម្ដុំតាណាភ្លេងម្ដុំតាណាយើងលើកឡើងបន្តិចទៅយើងមកកាត់អានេះជំនួយទៅវាអាចព្រោះបានអស់ណាបើថាខ្ញុំបានទៅសេរីបងប្អូនផ្ទាល់បងប្អូននឹងដឹងហើយអានោះនឹងដឹងហើយខ្ញុំទៅសេរីបងប្អូនហើយបងប្អូននឹងយល់ថាអូវិធីគេសេរីគឺអញ្ចឹងអញ្ចឹងបានវាចេញបាសថៃចេញបាសចំបើមណាគឺអញ្ចឹងណាអញ្ចឹងយ៉ាងម៉េចគឺ3 4យ៉ាងនេះរូបមន្តធុង cross over និង EQ graphic ណាคลิปនេះក៏សូមបញ្ចប់តែបងប្អូនណាមានចម្ងល់គាត់ comment ខាងក្រោមមកណាចង់មានជំនាញគ្រប់គ្រងអាគ្រឿងបំពងសំឡេងគ្រឿងអីបងប្អូន comment ខាងក្រោមមកណាคลิปនេះសូមបញ្ចប់តែត្រឹមនេះសូមជម្រាបលាទាំងអស់គ្នា